នៅក្រោមផ្ទៃមេឃដ៏ក្តៅគគុកនៃមជ្ឈិមបូព៌ាមានសត្វសាហាវមួយប្រភេទដែលកំពុងសម្ងំចាំស្ទាក់ចាប់រាល់វត្ថុហោះហើរដែលហ៊ានរំលោភបំពានដែនអាកាសរបស់វាមិនមែនជារបស់អាមេរិកទេហើយក៏មិនមែនជារបស់រុស្ស៊ីទាំងស្រុងដែរវាគឺជាបាវ៉ា373សប្តាហ៍នេះយើងនឹងធ្វើការវែកកាត់ប្រព័ន្ធការពារអាកាសដែលអ៊ីរ៉ង់អះអាងថាខ្លាំងជាង S300 និងអាចប្រកួតជាមួយ S400 បានតើវាជាការពិតឬគ្រាន់តែជាការឃោសនាសូមស្វាគមន៍មកកាន់ Khmer News Daily ថ្ងៃនេះយើងនឹងជម្រុះមន្ទិលនេះទាំងអស់គ្នាតែអ្នកដឹងថា Bava ប្រែថាអ្វីក្នុងភាសា Persian វាប្រែថាជំនឿហើយជំនឿនេះកើតចេញពីការខកចិត្តកាលពីឆ្នាំ2010រុស្ស៊ីបានផ្អាកការលក់ S300 ឲ្យអ៊ីរ៉ង់ដោយសារសម្ពាធទណ្ឌកម្មពី UN ពេលនោះពិភពលោកសើចចំអកថាអ៊ីរ៉ង់នឹងអស់ផ្លូវការពារមេឃហើយប៉ុន្តែអ៊ីរ៉ង់បានតបវិញយ៉ាងខ្លីថាមិនលក់មែនទេមិនអីទេយើងធ្វើខ្លួនឯងនេះហើយជាចំណុចចាប់ផ្ដើមនៃគម្រោង373ដែលប្រែពេលជាង10ឆ្នាំក្នុងការបង្កើតខែលដៃផ្ទាល់ខ្លួនសូមកុំច្រឡំថាវាជារបស់កែច្នៃធម្មតាបាវ៉ា373ប្រើប្រាស់រ៉ាដាប្រភេទ Active Electronically Scan Array AESA ដែលមានឈ្មោះថា Mirage 4បាននិយាយឲ្យស្រួលយល់វាដូចជាមានភ្នែកទិព្វរាប់ពាន់គ្រាប់ដែលមើលឃើញវត្ថុតូចៗក្នុងចម្ងាយរាប់រយគីឡូម៉ែត្រសមត្ថភាពស្វែងរកវាអាចតាមដានគោលដៅបាន100ក្នុងពេលតែមួយសមត្ថភាពវាយប្រហារវាអាចចាក់សោនឹងបាញ់កំទេចគោលដៅ6ក្នុងពេលដំណើរការចម្ងាយបាញ់ជាមួយកាំជ្រួយស៊េរីថ្មី Sayyad 4B វាអាចបាញ់បានចម្ងាយដល់ទៅ300គីឡូម៉ែត្រនិងកម្ពស់322គីឡូម៉ែត្រ300គីឡូម៉ែត្រនេះបើអ្នកនៅភ្នំពេញអ្នកអាចចុចយន្តហោះដែលទើបតែហោះឡើងពីបាងកកបានយ៉ាងស្រួលនេះមិនមែនជារឿងលេងសើចទេឥឡូវយើងមកមើលតារាងតុលាការខ្លះមនុស្សជាច្រើនសួរថាតើវាខ្លាំងដល់កម្រិតណាលក្ខណៈសម្បត្តិ Patriot PAC-3 S400 រុស្ស៊ី Bava 373អ៊ីរ៉ង់ចម្ងាយបាញ់ប្រហែល160គីឡូម៉ែត្រប្រហែល400គីឡូម៉ែត្រប្រហែល300គីឡូម៉ែត្រប្រភេទរ៉ាដា PESA/AESA Multiband AESA Mirage 4គោលដៅសំខាន់ Ballistic ឬ Aircraft All in one Stealth Focus អ៊ីរ៉ង់អះអាងថា Bava 373ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីស្ទាក់ចាប់យន្តហោះ Stealth ជំនាន់ទី5ដូចជា F-35 ហេតុអ្វីព្រោះរ៉ាដា X-band របស់វាត្រូវបានដុសខលឲ្យស្គាល់រូបរាងតូចៗដែលរ៉ាដាធម្មតាមើលមិនឃើញក្នុងឆ្នាំ2022អ៊ីរ៉ង់បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលក្នុងការធ្វើតេស្ត Sayyad 4B កាំជ្រួយនេះបានបាញ់ចំដ្រូនគោលដៅក្នុងចម្ងាយលើទៅ300គីឡូម៉ែត្រតាមបច្ចេកទេសការបាញ់ចំគោលដៅក្នុងចម្ងាយនេះទាមទារឲ្យមានការសម្របសម្រួលខ្លាំងណាស់រវាងរ៉ាដាឧបករណ៍បញ្ជានិងក្បាលក្របវាប្រៀបដូចជាការបាញ់ម្ជុលឲ្យចំចុងម្ជុលមកយើងខំលបឿនទ្វីងជាងសំឡេងអញ្ចឹងហេតុអ្វីបានជា Bava 373សំខាន់ម្ល៉េះពីមុនបើអ៊ីស្រាអែលឬអាមេរិកចង់វាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ពួកគេគ្រាន់តែបារម្ភពីយន្តហោះចម្បាំងប៉ុន្តែឥឡូវពួកគេត្រូវប្រឈមមុខនឹងចម្ជាំងកាំជ្រួយដែលមិនអាចមើលរំលងបាន Bava 373មិនមែនជាអាវុធទេវាគឺជាសារនយោបាយថាអ៊ីរ៉ង់អាចឈរជើងបានដោយខ្លួនឯងទោះបីជាត្រូវគេដាក់ទណ្ឌកម្មរាប់ទសវត្សរ៍ក៏ដោយសរុបមក Bava 373គឺជាមោទនភាពរបស់វិស្វករអ៊ីរ៉ង់និងជាសញ្ញាប្រឹងប្រយ័ត្នដល់សត្រូវទាំងឡាយទោះបីជាយើងមិនទាន់ឃើញសមត្ថភាពវាក្នុងសង្គ្រាមពិតប្រាកដ full scale war ក៏ដោយប៉ុន្តែតាមទិន្នន័យបច្ចេកទេសវាមិនមែនជាខ្លាក្រដាស់ទេតែអ្នកយល់យ៉ាងណាដែរតើ Bava 373ពិតជាអាចទប់ទល់នឹង F-35 បានមែនឬសូមបញ្ចេញមតិខាងក្រោមកុំភ្លេចចុច like និង subscribe Channel Khmer News Daily ដើម្បីទទួលបានវីដេអូ Deep Dive បែបបច្ចេកទេសយោធាថ្មីៗទៀតសូមអរគុណនិងជម្រាបលា